សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់សាច់រឿងយើងម្ដងទៀតហើយដែលជាភ័ក្រ2ថ្ងៃនេះគឺជាភ័ក្របន្តមុននឹងចូលទៅទស្សនាវីដេអូមួយនេះសង្ឃឹមថាបងប្អូនមិនចិត្តអាក្រក់នឹងជួយចុច like subscribe នៅ channel មួយនេះផងដែរហើយសាច់រឿងរបស់យើងបន្តកាត់ចូលត្រង់ចំណុច Hero ឈ្មោះ Rick កំពុងតែថ្លែងសន្ទរកថាទៅកាន់ទីក្រុងទាំងមូលអំពីគោលដៅរបស់គាត់ទាំងអស់ក្នុងការសម្លាប់សត្វចលែកក៏ដូចជាស្ដេចបិសាចដោយហេតុផលទាំងអស់នោះគាត់ចង់ជួលអ្នកភូមិដែលមានសមត្ថភាពទាំងអស់ចូលរួមក្នុងក្រុមរបស់ពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងស្ដេចបិសាចហើយដើម្បីលើកទឹកចិត្តពួកគេទាំងគាត់និងគ្រូរ៉ូលបានបង្ហាញងាររបស់ពួកគេដែលជាងារ Hero និងងារអេសៃនៅពេលប្រជាជនឃើញរឿងទាំងនេះពួកគេរំភើបយ៉ាងខ្លាំងព្រោះមិនមែនមានរាល់ថ្ងៃនោះទេដែលអ្នកអាចចូលរួមជាមួយក្រុមអេសៃនិង Hero ដូច្នេះពួកគេក៏ចាប់ផ្ដើមស្ម័គ្រចិត្តម្ដងម្នាក់ថែមទាំងមានអ្នកចម្បាំងម្នាក់នៅក្នុងវងមនុស្សដែលមាន level លើសពី80ទៀតផងប៉ុន្តែ Rick បដិសេធបរិះនោះខណៈដែលគាត់និយាយថាបរិះម្នាក់នោះមិនខ្លាំងគ្រប់គ្រាន់ដើម្បីរួមចំណែកផ្ដល់កម្លាំងដល់ក្រុមនោះទេជាផលតាំងនៃរឿងនេះ Rick បានបង្ហាញ level របស់គាត់ដែលមាន level កោតែបរិះម្នាក់នោះបានគិតថានេះមិនមែនជាហេតុផលក្នុងការបដិសេធគាត់នោះទេខណៈដែលគ្រូរូលនៅទីនោះដែលមាន level ត្រឹមតែ42ប៉ុណ្ណោះRick ទទួលស្គាល់ថាគ្រូរូលអាចមាន level ទាបប៉ុន្តែដោយគាត់បង្ហាញថាដោយសារតែនាងជាអេសៃនោះនាងប្រកាសជារីកចម្រើនទៅជាតួនាទី support ដ៏ខ្លាំងនាពេលអនាគតហើយក្រៅពីនេះនាងជាព្រះនាងទី3នៃនគរផងដែរដូច្នេះក្នុងការចូលរួមរបស់នាងក្នុងការសម្លាប់ស្ដេចបិសាចនឹងជួយធ្វើឲ្យនគរមានស្ថិរភាពប្រជាជនមិនអាចប្រកែកជាមួយនឹងរឿងនេះបានទេពីព្រោះ Rick បានលើកពីចំណុចដ៏ល្អហើយពួកគេទាំងអស់គ្នាក៏នៅតែចង់ក្លាយទៅជាសមាជិកក្រុមរបស់ពួកគាត់ដូច្នេះអ្នកស្ម័គ្រចិត្តបន្ទាប់គឺជាបូជាចាស់ម្នាក់បូជាចាស់នោះគិតថាធម៌ពលពិសិដ្ឋរបស់គាត់នឹងមានតម្លៃប្រឆាំងនឹងបិសាចខណៈដែលវាអាចក្លាយទៅជាការពិតក្រេកនៅតែបដិសេធគាត់ដោយអះអាងថាបូជាចាស់នេះពិតជាចាស់ពេកហើយនៅក្នុងសកកម្មមួយនេះហើយប្រសិនបើសុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺននៅតាមផ្លូវនោះគាត់នឹងធ្វើឲ្យពួកគេយឺតយ៉ាវនៅក្នុងករណីនេះបូជាចាស់ម្នាក់ទៀតនៅក្នុងវងមនុស្សបានលើកដៃឡើងហើយបានបញ្យល់ថាគាត់ក៏ជាបូជាចាស់ដែលមាន level 8ផងដែរហើយគាត់មានអាយុត្រឹមតែ20ឆ្នាំប៉ុណ្ណោះដូច្នេះគាត់គួរតែបំពេញតាមតម្រូវការរបស់ Rick ហើយប៉ុន្តែទោះបីជាបរិះនោះស័ក្តិសមឥតខ្ចោះក៏ដោយប៉ុន្តែ Rick នៅតែបដិសេធគាត់ហើយលើកនេះគាត់ក៏បានផ្ដល់ហេតុផលមិនសមហេតុផលដោយនិយាយថាគាត់មិនអាចស្រមៃឃើញថាបរិះម្នាក់នោះនឹងកាន់តែរឹងមាំនាពេលអនាគតនោះទេដូច្នេះមិនសមនឹងការជ្រើសរើសយកគាត់នោះឡើយបន្ទាប់មកទៀតបូជាចាស់ម្នាក់បានលើកដៃឡើងហើយលើកនេះគេគឺជាក្មេងស្រីអាយុ17ឆ្នាំដ៏ខ្ជូតម្នាក់នាងសួរថាតើនាងអាចបំពេញតាមតម្រូវការរបស់ Rick ដែរឬទេហើយទោះបីជាការពិតដែលថានាងនៅតែគ្មានបទពិសោធន៍និងមាន level ត្រឹមតែ50ក៏ដោយតែ Rick ទទួលយកនាងភ្លាមវាបានបង្ហាញថាគាត់គ្រាន់តែរកលេសមុននេះព្រោះគាត់មិនចង់មានមនុស្សប្រុសច្រើននៅក្នុងក្រុមនៅក្បែរនោះគូជីបានលឺរឿងទាំងអស់នេះហើយគាត់គិតអំពីរឿងដែលថាពួកគេមានសំណាងយ៉ាងខ្លាំងដែលបានធ្វើដំណើរជាមួយ Hero និងអេសៃរួមជាមួយនឹងកិច្ចឆានុភាពទាំងអស់និងមកជាមួយទាំងអស់នឹងការសម្លាប់ស្ដេចបិសាចប៉ុន្តែទោះជាអញ្ចឹងក៏ដោយក៏គូជីគ្មានបំណងក្នុងការដាក់ពាក្យនោះដែរដូច្នេះគាត់គ្រាន់តែឈរនៅកន្លែងដដែលហើយបន្តមើល Rick ប្រាប់វងមនុស្សទាំងអស់នោះថាគាត់នៅមានកន្លែងមនុស្សម្នាក់ទៀតសម្រាប់ក្រុមហើយនៅពេលដែលគាត់និយាយដូច្នោះនារីមេធ្មប់ម្នាក់ដ៏ស្រស់ស្អាតបានលើកដៃឡើងហើយ Rick ក៏បានទទួលយកនាងភ្លាមដោយសារកម្មវិធីបានបញ្ចប់ Rick សម្រេចចិត្តដើរចាកចេញហើយវិលត្រឡប់ទៅរកបេសកកម្មដែលគាត់បានទទួលមុននេះហើយគាត់ចង់ធ្វើវាឲ្យបានឆាប់តាមដែលគាត់អាចធ្វើបានដូច្នេះគាត់ក៏បានដើរចូលទៅក្នុងរូងភ្នំបុរាណភ្លាមចូលទៅដល់ខាងក្នុងវាមិនចំណាយពេលយ៉ាងយូរនោះទេតែគូជីជួបនឹងសត្វចម្លែកដំបូងរបស់គាត់ហើយសម្រាប់មនុស្សធម្មតានេះគឺជាទិដ្ឋភាពមួយដែលគួរឲ្យខ្លាចប៉ុន្តែសម្រាប់គូជីវាគ្រាន់តែជារបស់ឥតគិតថ្លៃដូច្នេះគាត់បានសម្លាប់សត្វចម្លែកនោះហើយនៅពេលដែលវាងាប់គាត់ក៏បានដើរទៅយកកាក់ដែលវាទន្លាក់គាត់ទទួលបានប្រាក់កាក់ចំនួន30ជាងពីវាហើយចំនួនសត្វចម្លែកដែលគាត់បានសម្លាប់បានកើនឡើងមួយដូច្នេះគាត់ស្ថិតនៅលើផ្លូវត្រូវដើម្បីបញ្ចប់បេសកកម្មនេះមុនម៉ោងអាហារពេលល្ងាចគូជីបន្តដើរកាត់រូងភ្នំខណៈដែលគាត់បាន one shot សត្វចម្លែកនីមួយៗដែលគាត់បានជួបហើយនៅចំណុចមួយក៏ទទួលបានទ្រព្យដ៏កម្រពីសត្វចម្លែកមួយក្បាលដោយទទួលបានស្នែងរបស់បិសាចខៀវហើយស្នែងបិសាចខៀវមានតម្លៃដ៏ខ្ពស់នៅលើទីផ្សារដូច្នេះគាត់មានគម្រោងលក់វានៅពេលក្រោយប៉ុន្តែសម្រាប់គាត់មិនយល់នោះទេតើការផ្សព្វផ្សាយបិសាចទាំងនេះដើម្បីអ្វីព្រោះវាហាក់ដូចជាគ្មានផលប្រយោជន៍អ្វីសោះសម្រាប់គាត់មិនយូរប៉ុន្មានគូជីបានសម្លាប់បិសាចខៀវអស់ចំនួន15ក្បាលហើយប្រហែលជាគាត់អាចបញ្ចប់វាមុនពេលប្រឡប់ប៉ុន្តែនៅពេលដែលដើរបន្តទៅរកសត្វចម្លែកទៀតដើម្បីសម្លាប់គាត់បានប្រទះឃើញក្រុម Hero គាត់បានលាក់ខ្លួននៅពីក្រោយថ្មពីព្រោះទោះជាក្រុម Hero មានជំនាញក៏ដោយតែវាហាក់ដូចជាពពុះនៃរឿងល្ខោនកំពុងតែរងចាំការផ្ទុះឡើងតែគាត់មិនចង់ពាក្យប៉ុណ្ណោះទេហើយគាត់ក៏បានដើរចាកចេញមុនពេលពួកគេឃើញគាត់ភ្លាមនោះធីណាក៏បាននិយាយថាសាច់រឿងរបស់យើងក៏បានកាត់ចប់ទៅត្រឹមនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុចសាច់រឿងមួយនេះហើយកុំភ្លេចជួយចុច like និង subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងហើយក៏កុំភ្លេចចុច follow នៅលើ page របស់ខ្ញុំផងខ្ញុំនឹងមានកាដូចែកជូន top fan របស់ខ្ញុំនៅក្នុងនោះមានលក្ខខណ្ឌដូចជាគ្រាន់តែចូលទៅចុច subscribe នៅ channel YouTube របស់ខ្ញុំនិងចុច like ក៏ដូចជា follow នៅលើ page របស់ខ្ញុំនឹងទទួលបាន top fan យើងនឹងមានកាដូចែកជូនអ្នកទាំងអស់គ្នាសម្រាប់ top fan ចំនួន2នាក់ផងដែរ